ថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីបាទដំណោះស្រាយក្នុងការបាទដោះស្រាយបញ្ហាទៅលើកុំព្យូទ័ររបស់បងប្អូនដែលកំពុងតែមានបញ្ហាបាទដើររអាក់រអួលបាទឬក៏យើងអាចនិយាយមួយថាកម្មវិធីនៅលើកុំព្យូទ័ររបស់យើងគឺដើរទៅបាទវាអត់ល្អណាស់ដើរតាក់បាទ slow បាទអញ្ចឹងវាជាការរំខានមួយសម្រាប់បងប្អូនអរគ្នាដែលកំពុងបំពេញការងារណាបាទអញ្ចឹងថ្ងៃនេះហេតុអីដែលកុំព្យូទ័ររបស់បងប្អូនបានមានការរអាក់រអួលបាទមានការបាទដើរយឺតបាទនេះគឺជាមូលហេតុណាដោយសារតែបងប្អូនអរគ្នាអត់បានសម្អាតបាទឬក៏ clear ទៅលើកម្មវិធីនៅលើកុំព្យូទ័ររបស់បងប្អូនណាបាទបើណាយើងប្រើយូរឆ្នាំយូរថ្ងៃតែយើងអត់បាន clear ឬក៏យើង delete បាទទៅលើមេរោគដែលមាននៅក្នុងកុំព្យូទ័ររបស់យើងដែលយើងប្រើរួចហើយវាបាទជាប់នៅលើកុំព្យូទ័ររបស់យើងបាទអញ្ចឹងអានេះបានមកជួបជាមួយនឹងខ្ញុំបាទចាន់នេះបាននឹងបង្ហាញជូនណាបាទអញ្ចឹងមុនទៅបង្ហាញជូនបាទសូមជួយចុចបាទ subscribe បាទទៅលើ channel YouTube ខ្ញុំបាទចាន់នេះម្នាក់មួយផងបាទមានចំណេះដឹងថ្មីខ្ញុំបាទនឹងចែករំលែកបន្តបាទអូខេបាទអញ្ចឹងដើម្បីចូលទៅលើកុំព្យូទ័របងប្អូនអរគ្នាបាទសូមទៅតាមដានណាបាទតាមដានទៅជាមួយគ្នាបាទឥឡូវយើងមកទម្រង់បែបនេះបាទយើងចុចទៅលើ keyboard របស់យើងចុច Windows O បាទអញ្ចឹងយើងចុចទៅលើវាមកបាទនៅពេលដែលយើងចុចបែបនេះហើយបាទវាឲ្យពាក្យថា theme ណាបាទដែលមានជាប់កឡនពណ៌ QQ នេះបាទអញ្ចឹងបើសិនជាកុំព្យូទ័របងប្អូនអត់ទាន់មានទេបងប្អូនសរសេរមកពាក្យថា theme ណាអញ្ចឹងខ្ញុំមានណាខ្ញុំចុច OK បាទអូខេអញ្ចឹងវាឡើងមកទម្រង់បែបនេះគឺវាបញ្ជាក់ពីកម្មវិធីដែលយើងបានប្រើហើយយើងអាចបានលុបចេញណាបាទអញ្ចឹងយើងចុច Ctrl A អញ្ចឹងយើងម៉ៅស្ដាំណាបាទម៉ៅស្ដាំយើងយកពាក្យdelete បាទ delete ដែលសញ្ញាពណ៌ខមបែបនេះចុច delete ហើយបាទអញ្ចឹងយើងចុច yes បាទបងប្អូនមើលណាចុច yes ចុច skip បាទអញ្ចឹងរងចាំវាបន្តិចណាបាទវាលុបបាទមានន័យថាវាលុបហើយអញ្ចឹងបងប្អូនចុចខ្វែងចេញសិនមកតាមមកទម្រង់ដើមយើងចុច Windows O ហើយវាលោកមកទម្រង់បែបនេះយើងមើលថាបងប្អូនវាពាក្យថា theme វានៅដដែលអញ្ចឹងបាទយើងចូលទៅកែវាណាក្នុងដំណាក់កាលទី2នេះបាទអញ្ចឹងអូខេបាទអញ្ចឹងយើងកែវាមកយើងដាក់សញ្ញាភាគរយបាទនៅខាងឆ្វេងនិងខាងស្ដាំនៅក្នុងពាក្យ theme ណាបាទយើងដាក់មកយើងចុចនៅលើ keyboard របស់យើងមកយើងមានសញ្ញាភាគរយបែបនេះណាបងប្អូនមើលតាមទម្រង់បែបនេះបាទអញ្ចឹងក្នុងដំណាក់កាលទី2អញ្ចឹងយើងចុច OK មកបាទអូខេបាទអញ្ចឹងវាឡើងមកទម្រង់បែបនេះបងប្អូនឃើញហើយគឺជាកម្មវិធីដែលវាបន្ទុកនៅទំហំបានន័យថាការដែលយើងប្រើកម្មវិធីច្រើនដែលអត់ដែលបានលុបសោះអញ្ចឹងយើងចុច Ctrl A បន្ទាប់មកយើងចុចម៉ៅខាងស្ដាំបាទបងប្អូនត្រូវចុចម៉ៅខាងស្ដាំណាបាទដើម្បីឲ្យវាឡើងទម្រង់ពណ៌រាងបាទ QQ បែបនេះបាទបើទាំងខ្មៅណាអញ្ចឹងបងប្អូនចុចលើម៉ៅខាងស្ដាំអូខេអញ្ចឹងបងប្អូនចុចមកខាងស្ដាំហើយបងប្អូនរកពាក្យថា delete បាទហើយចុច yes continue បាទកន្លែងក្រហមហ្នឹងបាទ continue មួយទៀតមកអូខេរងចាំបន្តិចបាទចុច skip បាទអូខេរងចាំណាអូខេអញ្ចឹងយើងមកទម្រង់អេក្រង់ដើមអញ្ចឹងយើងកលេចមកមើលបន្ទាប់ណាយើងចុចទៅលើចុច Windows O ហើយវាឡើងមកទម្រង់បែបនេះបាទយើងឃើញហើយបងប្អូនមកវាឡើងមកទម្រង់បែបនេះអញ្ចឹងបងប្អូនក្នុងដំណាក់កាលទី3បងប្អូនវាយពាក្យបាទ P O E F E T C H អញ្ចឹងបងប្អូនវាយតាមពាក្យនេះណាបាទក្នុងដំណាក់កាលទី3បងប្អូនវាយតាមខ្ញុំមកបាទអញ្ចឹងនៅក្នុងវីដេអូនេះសូមឲ្យបងប្អូនជួយចុច subscribe ទៅលើ channel របស់ខ្ញុំបាទម្នាក់មួយផងបាទអញ្ចឹងយើងវាយរួចហើយបាទអញ្ចឹងអូខេយើងចុចពាក្យអូខេបាទនេះខាងក្រោមណាអូខេមកពឹបបាទអូខេហើយវាលោតមកតម្រង់បែបនេះបងប្អូនទាំងអស់គ្នាយើងមើលបងប្អូនអូកន្លែងនេះគឺកន្លែងបន្ទុកធំមែនទែនដែលឯកសារដែលយើងប្រើហើយយើងអាចបានលុបណាក្នុងកម្មវិធីអញ្ចឹងបងប្អូនឃើញអត់មានច្រើនណាស់បាទដែលកម្មវិធីដែលវាជាប់ណាដែលយើងអាចបានលុបសោះអញ្ចឹងយើងចុច Ctrl A ឃើញអត់ចុច Ctrl A វាលោតមកទម្រង់បែបនេះបងប្អូនកុំភ្លេចណាយើងចុចម៉ៅស្ដាំបាទចុចទៅលើផ្ទាំងម៉ៅស្ដាំបន្ទាប់មកយើងរើសពាក្យ delete ចុច yes បាទអូខេចុច yes ហើយយើងមើលថាកម្មវិធីដែលយើងបានលុបហ្នឹងគឺលុបអស់ហើយបាទនៅកន្លែងនេះណាតែប៉ុន្តែវាមិនទាន់បាន 100% ទេអញ្ចឹងយើងចេញមកទម្រង់ដើមមកបាទទៅលើអេក្រង់អញ្ចឹងយើង refresh វាសិនណាបាទឲ្យដើម្បីឲ្យវាដើរល្អបាទអូខេអញ្ចឹងបាទយើងទៅមើលដំណាក់កាលទី4បាទដំណាក់កាលចុងក្រោយណាដែលយើងលុបកម្មវិធីបាទគេហៅថាមេរោគបាទអ
chẳng dương mà thà thom đá dương từ lúc nó không cam thi lại thùng sầm ram nè bà bàn tay ngày ní dương mình chăm bạch lục nơi cái lại ní tê bà dương từ lúc nó không cam thi computer bà đây nó không computer bà dương tay mà đòn á bạn ok bạn chẳng dương châu từ cam thi computer bà dương mất bà bắp chọn mất ok chẳng vì lang mà tụm rong bài ní bông bông khơi nhát vì miền system vì miền trai bạn vì miền pi mà xin á vì miền memory nâng trai này ok bọn chắc bông bông tụi ngọc này dân mờ ná mờ tạm khi nhóm á bạn chẳng dân chọn lơ pa lên nâng mới dân chọn mày khang đam bạn khơi nhát chỉ là system mới dân mày đám bạn chẳng dân mờ mặc hàng cầu ná một bông mà mờ hàng cầu dân do cầu phật chỉ pub hay rong trang vi mà sẽ bỏ mình là rong trang vi bằng tịnh chẳng nó bây giờ rong trang hết vì luôn mà tầm rong bài ní bông ôn chọn nhé bạn này khởi nhát đi clip nè bông ôn mà chạy lên nâng mất búp chạy máu ok bạn chẳng dừng rong trang vi bằng tịnh bạn ok bạn chẳng vì lao mà tầm rong bài ní vì cầm bông tay cái hai thà clear ấy bà clear sầm ạt này cái này cứ lại thông tay mà đòn đấy đây dừng sầm ạt tới ạt tay mà đòn bạn vì miền buôn nằm nạ ca bạn cho một bọn ai rong trang vềបន្តិចbạn ok chẳng không video này xong ai bông ôn chui từ subscribe channel YouTube ខ្ញុំបាទម្នាក់មួយណាបាទអូខេអញ្ចឹងវាបានមកតម្រង់បែបនេះណាបាទខ្ញុំថយមកក្នុងតម្រង់ដើមអញ្ចឹងវាឲ្យមានកឡោនថិចណាបងប្អូនឃើញអត់មើលតាមខ្ញុំណាមានកឡោនថិចបងប្អូនថិចណាបាទថិចឲ្យគ្រប់កឡោនមកព្រោះអីកម្មវិធីដែលយើងប្រើទៅវាមានគេហៅថាมีกระบายได้วิจวบน้องได้ยังปลาให้วิจวบให้วีซีเมจราให้สำคัญวิธีเอาคอมพิวเตอร์บ่ยังดาวออดออนะบาร์อาร์โอจังยังจะทัดวีมั้งบาเอาออนะบาจะทัดออมาบาขนมกรรมทีตั้งออนึงบาจังยังมือมาขังกราฟยังจะสัญญาโอเคบาจะเลยโอเคมั้งปุ๊บต่อมายัง delete file จะ delete file นะโอเคจะ delete file ให้เอาไปแต่งข้างเลยได้จะแขวนจังมาบ้านยังเลยแปลไว้จะแขวนจังมาเนี่ยมาจะแขวนมั้งปุ๊บจังวิมาตำรงแบบนี้เคยยัดโอเคเวลามาตำรงแบบนี้ให้ยังรองจางไปบันทึกนะดำไปเอาไปสะอาดสะอาดบ่าโอเคสะอาดไทยนะบ้านจังดำไปเอาไปดำนาการหล่อบางโอนบ่ายังโจtừ cái hai thà restart บ่าrefresh ให้ยัง restart វាបន្ថែមណាបាទដើម្បីឲ្យវាដំណើរការឡើងវិញណារៀបចំម៉ាស៊ីនយើងឡើងវិញពួកអីបាទម៉ាស៊ីនយើងធ្វើការធ្ងន់បាទអញ្ចឹងយើង refresh restart វាមកបាទ restart ណាបាទនេះបាទឲ្យយើងត្រឡប់ឡើងវិញបាទអូខេបាទមានតែប៉ុណ្្នឹងបាទអរគុណច្រើន